សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Admin Smile Mega សាជាថ្មីចង់ពេលនេះអ្នកគ្នាបានដឹងរួចទៅហើយថា Admin កំពុងតែមានបញ្ហាជាមួយនឹង YouTube ខ្លាំងមែនតើហើយការផុសរឿងមួយ Admin ត្រូវសម្រេចចិត្តខ្លាំងណាស់ថាតើ Admin គួរតែផុសឬមួយក៏អត់អីចឹងទៅតែសម្រាប់រឿងស្នេហារបស់ Alpha នេះ Admin គិតថា Admin អាចផុសបានហើយម្យ៉ាងវិញទៀត Admin ក៏អត់ទាន់ចង់ឲ្យអ្នកគ្នាដាច់សាច់រឿងមួយនេះផងដែរចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាការពីវគ្គមុនបន្តិចយើងដឹងហើយថាសាំងវូជាមួយនឹងបយលបាននិយាយជាមួយនឹងគ្នាពេលនោះបយលក៏បានសូមអង្វរឲ្យសាំងវូបន្តនៅរៀនជាមួយនឹងគាត់បន្តទៀតទៅទោះបីជាពេលនេះពួកគាត់ទាំងពីរមិនទាន់អាចតាក់ទងគ្នាភ្លាមក៏ដោយតែយ៉ាងហោចណាស់ពួកគាត់ទាំងពីរក៏អាចចាប់ផ្ដើមតាក់ទងគ្នាម្ដងបន្តិចបានដូច្នេះគ្រប់យ៉ាងនៅពេលនេះប្រហែលជាសាំងវូយល់ព្រមតាមបយលយើងហើយរីឯបយលវិញក៏ប្រាប់សាំងវូថាគាត់ក៏ឈប់រត់គេចពីសាំងវូដែរមើលទៅពួកគាត់ទាំងពីរនៅពេលនេះគឺថាយល់ចិត្តគ្នាខ្លាំងមែនតើពេលនោះសាំងវូក៏ឆ្ងល់ដែរហេតុអីបានជាបយលដឹងថាគាត់នៅទីនេះចឹងបយលវិញក៏ឆ្លើយទៅកាន់សាំងវូភ្លាមតែម្ដងថាចំណុចរបស់គាត់នឹងដូចជាចំណុចឆ្កែអញ្ចឹងគាត់ក៏បានរត់មករកសាំងវូភ្លាមបន្ទាប់ពីមិត្តភ័ក្តិរបស់គាត់នឹងផ្ញើសារមកកាន់គាត់ហើយមិនថាកន្លែងណាដែលសាំងវូដើរកាត់នឹងគឺថាគាត់ដឹងក្លិនរបស់សាំងវូទាំងអស់ហ្នឹងសាំងវូលើទៅបែបនេះក៏រៀបជាបានដែរតែពេលដែលពួកគាត់ទាំងពីរកំពុងតែនិយាយគ្នាម៉ាក់របស់សាំងវូនឹងក៏ត្រឡប់មកវិញហើយគាត់បានបណ្ដាថាសាលានេះក៏ធំម្ល៉េះឬថាគាត់នឹងដើរឡើងហត់ហ្មងម៉ាក់របស់សាំងវូនឹងហត់កាយមិនសូវប្រមាណទេតែហត់ចិត្តនឹងកូននឹងតែម្ដងពេលដែលគាត់ដើរជិតទៅដល់សាំងវូហើយនោះរបស់សាំងវូក៏ចាប់អារម្មណ៍ថាមានមនុស្សម្នាក់ទៀតនៅជាមួយនឹងសាំងវូហើយនៅពេលដែលគាត់ដើរកាន់តែជិតគាត់ក៏បានឃើញបយលកាន់តែច្បាស់ពេលនោះម៉ាក់របស់សាំងវូបានសួរទៅកាន់បយលថាតើបយលនឹងគឺជានរណាបយលវិញហាក់បីដូចជាអមអៀនដែរព្រោះថាខានជួបម៉ាក់របស់សាំងវូនឹងជាយូរមកហើយទៅហើយបយលក៏មានអារម្មណ៍ថាពិបាកដែរហើយកាន់តែមើលម៉ាក់របស់សាំងវូយូរទៅនឹងសាំងវូមើលទៅដូចជាម៉ាក់របស់គាត់ដល់ហើយពេលនោះបយលបាននិយាយសួស្ដីទៅកាន់ម៉ាក់របស់សាំងវូហើយគាត់ក៏បានណែនាំខ្លួនគាត់ផងដែរម៉ាក់របស់សាំងវូវិញបន្ទាប់ពីឮឈ្មោះរបស់បយលគាត់នឹងគឺចងចាំមកតែម្ដងរបស់សាំងវូមិនអាចចាំបយលបានទេហើយចាប់តាំងពីពេលដែលគាត់ឮថាបយលនឹងគឺជាអាហ្វាគាត់ក៏មិនដែលបានជួបបយលបន្តទៀតដែរឆ្នេះពេលនេះម៉ាក់របស់សាំងវូភ្ញាក់ផ្អើលហើយក៏សរសើរថាបយលនឹងស្រស់ស្អាតផងដែរម៉ាក់របស់សាំងវូក៏បានសួរសុខទុក្ខអំពីឪពុកម្ដាយរបស់បយលហើយការជួបបយលលើកនេះទោះបីជាការរំភើបចិត្តតែវាក៏ជារឿងសោកសៅមួយដែរហើយនោះក៏ដោយសារតែកូនប្រុសរបស់គាត់មិនបានបន្តរៀននៅទីនេះទៀតហ៎ដូច្នេះនៅពេលនោះម៉ាក់របស់សាំងវូមានអ្វីមួយចង់និយាយជាមួយតែបយលហើយគាត់ក៏នាំបយលនឹងឆ្ងាយពីសាំងវូបន្តិចហើយបន្ទាប់មកម៉ាក់របស់សាំងវូក៏ចង់ឲ្យបយលជាមួយនឹងមិត្តភ័ក្តិរបស់បយលនឹងពេលនេះជួយបញ្ចុះបញ្ចូលសាំងវូនឹងកុំឲ្យឈប់រៀនអីគាត់បាននិយាយជាមួយនឹងសាំងវូច្រើនមែនតើប៉ុន្តែសាំងវូអត់សុខចិត្តទេតែពេលដែលម្ដាយរបស់សាំងវូកំពុងតែនិយាយជាមួយនឹងបយលនោះពេលនោះសាំងវូស្រាប់តែនិយាយបន្លឺឡើងហើយគាត់បានប្រាប់ម្ដាយរបស់គាត់ថាគាត់នឹងរៀនបន្តទៀតសម្ដីមួយនេះធ្វើឲ្យម្ដាយរបស់សាំងវូគាំងខ្លាំងមែនតើតែយ៉ាងណាសាំងវូនៅតែបញ្ជាក់ថាគាត់នឹងមិនឈប់ទេហើយហេតុផលដែលធ្វើឲ្យសាំងវូដូរចិត្តភ្លាមបែបនេះយើងប្រកាសជាដឹងហើយម៉ែអើនិយាយស្អីនឹងប្រហែលជាសាំងវូមិនស្ដាប់ទេតែបើអូននិយាយវិញរឿងស្អីក៏បងចាប់បានដែរហើយអត្ថន័យមួយនេះអាណាព្យាបាលគ្រប់រោគគឺថាគាំងតែម្ដងដូចជាម៉ាក់សាំងវូជាមួយនឹងប៉ារបស់បយលអញ្ចឹងរឿងខ្លះម៉ែអើនិយាយចង់វាយពពុះមាត់ហើយតែចុងក្រោយសម្ដីដែលកូនយើងស្ដាប់គឺជាសម្ដីអ្នកក្រៅទៅវិញហើយបន្ទាប់ពីនោះសាំងវូក៏មិនបានចាក់ចែងពីសាលានឹងអ្វីដែលគាត់ត្រូវទទួលនោះគឺការដាក់ទោសសាំងវូត្រូវដើររើសសម្រាមជុំវិញសាលារួមទាំងសន្យាថានឹងមិនជួបបារីបន្តទៀតនោះទេក្រៅពីនោះទៅទៀតប្រយោជន៍ជាមួយនឹងសាំងវូនឹងក៏កាន់តែជិតស្និទ្ធទោះបីជាពួកគាត់ទាំងពីររៀនថ្នាក់ផ្សេងពីគ្នាប៉ុន្តែរាល់ពេលចេញលេងគឺជាពេលវេលាដ៏មានតម្លៃដែលពួកគាត់ទាំងពីរអាចអង្គុយនិងញ៉ាំអីជាមួយនឹងគ្នាបានហើយទោះបីជាពួកគេចាប់ផ្ដើមជិតស្និទ្ធជាមួយនឹងគ្នាប៉ុន្តែទំនាក់ទំនងរបស់ពួកគេក៏នៅតែជាអាថ៌កំបាំងហើយវាក៏ប្រហែលជាអាថ៌កំបាំងជារៀងរហូតផងដែរពេលដែលប្រយោលកំពុងតែអង្គុយញ៉ាំអីជាមួយនឹងសាំងវូក៏និយាយអំពីបុណ្យសាលារួមទាំងអំពីមិត្តគ្រប់គ្នាដែលកំពុងតែរង្វល់រៀបចំកម្មវិធីប្រយោលមានអារម្មណ៍ថាសប្បាយចិត្តណាស់បន្ទាប់ពីគាត់បានចូលរួមជាមួយនឹងក្រុមណាមួយនេះវាធ្វើឲ្យប្រយោលនឹងមានពេលវេលានៅជាមួយនឹងសាំងវូកាន់តែច្រើនសាំងវូលើតែប្រយោលនិយាយអញ្ចឹងក៏រៀងឆ្ងល់ដែរប្រយោលអត់បង្កើតកម្មវិធីឬមួយក៏ចូលរួមក្រុមជាមួយអ្នកណាទេហើយឬមួយក៏ប្រយោលអត់មានអ្នកបបួលប្រយោលវិញក៏ឆ្លើយតបទៅថាថ្ងៃនេះគាត់មានអ្នកបបួលតាហើយកម្មវិធីដែលគេបបួលគាត់ធ្វើនោះគឺជាការសម្ដែងខ្លីមួយប៉ុន្តែរឿងដែលសំខាន់ប្រយោលអត់ចង់ធ្វើទេពេលដែលប្រយោលកំពុងតែនិយាយជាមួយនឹងសាំងវូនោះស្រាប់តែឮសំឡេងចម្រៀងនឹងបន្លឺឡើងពេញនឹងតែ
តែម្ដងហើយអ្វីដែលសំខាន់នោះគឺថាចម្រៀងរបស់ឪពុកប្រយោលនឹងឯងពិតជាមិនចូលចិត្តទេនៅពេលដែលអ្នកគ្រប់គ្នានឹងស្ដាប់ចម្រៀងឪពុករបស់គាត់ពិសេសនៅពេលដែលគាត់ស្ដាប់ឮនឹងមានអារម្មណ៍ថាជ្រេងជ្រេងមិនដឹងទេសាំងវវិញបន្ទាប់ពីឮចម្រៀងរបស់ឪពុកប្រយោលដែលមានចំណងជើងថា Fly ហ្នឹងគិតថាចម្រៀងនេះពីរោះនិងអត្ថន័យល្អណាស់តែហេតុអីបានជាប្រយោលអត់ចូលចិត្តបទចម្រៀងហ្នឹងអញ្ចឹងយើងប្រកាសជាដឹងហើយបទចម្រៀងរបស់ដងជានីមួយៗហ្នឹងគឺសុទ្ធតែមានអត្ថន័យប្រពន្ធរបស់គាត់ហ្នឹងនៅក្នុងនឹងឯងហើយរាល់ពេលដែលប្រយោលស្ដាប់ហ្នឹងហាក់បីដូចជាស្ដាប់ដងជាតិហ្នឹងរៀបរាប់រឿងស្នេហារបស់គាត់នឹងឯងទោះបីជាបទចម្រៀងមួយនេះកន្លងផុតទៅយូរក៏ដោយតែនៅតែពេញនិយមនិងល្បីល្បាញគ្រប់គ្នាពិតជាចូលចិត្តនិងស្ដាប់គ្រប់ទីកន្លែងតែសម្រាប់ប្រយោលវិញកាន់តែស្ដាប់គាត់កាន់តែបូម៉ៅតែម្ដងដូច្នេះការទ្រាំរបស់ប្រយោលហ្នឹងគឺថាទ្រាំលែងបានហើយយកតាមទម្លុះទ្វារបន្ទប់តន្ត្រីតែម្ដងនៅពេលដែលក្រុមតន្ត្រីកំពុងតែសមប៉ុន្តែប្រយោលបែរជាស្ដីបន្ទោសឲ្យពួកគេគាត់ពិតជាមិនអាចទ្រាំស្ដាប់នៅអ្វីដែលពួកគេកំពុងតែច្រៀងនោះទេហើយអ្វីដែលប្រយោលមកទីនេះហ្នឹងមិនមែនប្រយោលមិនចង់ស្ដាប់បទចម្រៀងទាំងអស់នេះនោះទេប៉ុន្តែអ្នកដែលច្រៀងហ្នឹងតុងខ្ពស់ហ្នឹងគឺថាភ្លាវតែម្ដងដូច្នេះហើយវាជាការទៅចិត្តណាស់បើពួកគេមិនអាចលេងសម្លេងខ្ពស់បានទេមិនក៏មិនលេងសម្លេងធម្មតាទៅជាអ្នកចេះច្រៀងនិងអ្នកចេះស្ដាប់បទចម្រៀងម្នាក់ដែរគាត់មិនអាចបិទត្រចៀកហើយបន្តអង្គុយស្ដាប់លេងនិងចម្រៀងដ៏ភ្លាវបែបនេះនោះទេប្រយោលហ្នឹងចូលមកដល់ទីនោះហើយស្ដីឲ្យគេញ៉ាច់រហូតដល់ក្រុមចម្រៀងទាំង3នាក់ហ្នឹងគឺថាកៀងតែម្ដងតែខណៈពេលដែលវត្តមានរបស់ប្រយោលនៅទីនេះក្រុមតន្ត្រីមួយនេះហាក់បីដូចជាសប្បាយចិត្តដែរចឹងហើយមេក្រុមចម្រៀងហ្នឹងក៏បបួលប្រយោលមកច្រៀងជាមួយនឹងគ្នាជាពិសេសសម្លេងរបស់ប្រយោលគឺដូចឪពុករបស់គាត់ចឹងបើសិនជាប្រយោលមកច្រៀងបទនេះប្រកាសជាល្អឥតខ្ចោះហើយក្រុមតន្ត្រីហ្នឹងពិតជាសប្បាយចិត្តនិងរំភើបចិត្តបើសិនជាប្រយោលហ្នឹងចូលរួមជាមួយនឹងពួកគាត់នៅពេលដែលលើគេហ្នឹងបបួលខ្លួនបែបនេះគាត់ហ្នឹងក៏ចាប់ផ្ដើមបដិសេធមកទៀតហើយមកទីនេះមិនមែនចង់មកចូលរួមស្អីទេគ្រាន់តែមិនអាចទ្រាំស្ដាប់ហើយគ្រាន់តែចង់មកប្រាប់តែប៉ុណ្ណោះហើយបើថាលេងបទនេះមិនបានទេដូរទៅលេងបទផ្សេងទៅប្រយោលបន្ទាប់ពីនិយាយហើយក៏បញ្ញាដឹកដៃរបស់សាំវនឹងចាក់ចេញពីទីនោះភ្លាមតែម្ដងយើងមិនទាន់ដឹងទេហេតុអីបានជាប្រយោលមិនចង់ច្រៀងបែបនេះតពីគាត់ចាក់ចេញពីក្លឹបតន្ត្រីផលប្រយោលក៏ដើរបណ្ដារអ៊ូបណ្ដាប្រយោលពិតជាមិនចង់ខ្វាយខ្វល់អំពីពួកគេទេតែតិចរបស់គាត់ហ្នឹងវាស្ទើរតែឈាមហើយយល់ថែមទាំងមិនយល់ពីក្រុមតន្ត្រីរបស់សិស្សច្បងនឹងដែរដឹងជាខំប្រឹងស្អីទេហេតុអីមិនព្រមបោះបង់ទៅតែពេលនោះសាំវស្រាប់តែសួរទៅកាន់ប្រយោលមិនបានជាប្រយោលនិយាយបែបនេះថាប្រយោលអត់ចង់ច្រៀងទេមែនប្រយោលបន្ទាប់ពីឮសំណួររបស់សាំវគាត់ហាក់បីដូចជារៀងភ្ញាក់ផ្អើលតែសាំវគាត់ពិតជាឆ្ងល់ពិតមែនហេតុអីបានជាប្រយោលមិនចង់ច្រៀងរួមទាំងឈប់វឹកហាត់ជា trending ចឹងឬមួយដោយសារតែប្រយោលគឺជា alpha តែការខ្លាចជា alpha មិនមែនមានន័យថាប្រយោលមិនអាចខ្លាចទៅជា idol បានណាចឹងហើយបន្ទាប់ពេលនេះសាំវនៅតែមិនយល់តបពីសាំវបានសួរមកកាន់ប្រយោលបែបនេះប្រយោលក៏សម្រេចចិត្តថានឹងប្រាប់សាំវហើយរឿងមួយនេះប្រយោលមិនដែលប្រាប់ទៅកាន់នរណាទេមិនថាសូម្បីតែគ្រួសាររបស់គាត់ក៏ដោយសាំវបន្ទាប់ពីស្ដាប់ឮថាប្រយោលមិនដែលប្រាប់រឿងនេះទៅកាន់នរណាម្នាក់គាត់ក៏ភ្ញាក់ផ្អើលដែររីឯប្រយោលវិញក៏បន្តប្រាប់ទៅកាន់សាំវគ្រប់គ្នានិយាយត្រូវដែលសម្លេងរបស់គាត់នឹងស្ដាប់ទៅដោយឪពុករបស់គាត់បើជានៅពេលដែលប្រយោលនិយាយមិនមានសម្លេងដោយឪពុករបស់គាត់តែរាល់ពេលដែលគាត់ច្រៀងនឹងគឺថាសម្លេងដូចគ្នាតែម្ដងហើយនេះក៏ជាហេតុផលមួយចំនួនដែលអ្នកគ្រប់គ្នានិយាយថាប្រយោលអាចបង្ហាញខ្លួនលើឆាកក៏ដោយសារតែឪពុករបស់គាត់ដែរពាក្យសម្ដីទាំងអស់នេះហាក់បីដូចជារៀងប៉ះពាល់ដល់ប្រយោលដូច្នេះទៅប្រយោលតែងតែព្យាយាមបង្ហាញសមត្ថភាពរបស់គាត់មិនចង់ឲ្យគ្រប់គ្នាគិតថាគាត់មានសមត្ថភាពដោយសារតែឪពុករបស់គាត់ឡើយតែការខិតខំប្រឹងប្រែងរបស់ប្រយោលនឹងហាក់បីដូចជាធ្វើឲ្យប្រយោលកាន់តែមានអារម្មណ៍មិនស្រួលនៅពេលដែលសម្លេងរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដូចឪពុករបស់គាត់ដូច្នេះប្រយោលក៏គិតថាគាត់ប្រហែលជាមិនអាចឲ្យគ្រប់គ្នានឹងទទួលស្គាល់សមត្ថភាពតខ្លួនរបស់គាត់នោះទេសាំងវនៅពេលដែលលើបែបនេះក៏សួរទៅកាន់ប្រយោលដោយសារតែបែបនេះមិនមែនទៅប្រយោលនឹងបញ្ឈប់ក្តីសម័យរបស់ខ្លួនឯងប្រយោលវិញក៏និយាយកាត់សាំងវតាមពិតទៅនៅពេលនេះគាត់ឈប់គិតច្រើនហើយម្យ៉ាងវិញទៀតបើសិនជាគាត់ទៅធ្វើ trending ម្លេះពេលនេះប្រហែលជាគាត់មិនបានអង្គុយនិយាយគ្នាជាមួយនឹងសាំងវទេនេះគឺជារឿងសប្បាយចិត្តនិងជារឿងល្អមួយដែរប្រយោលនិយាយបណ្ដាហើយប្រយោលដៃរបស់ខ្លួននឹងទៅចាប់ដៃរបស់សាំងវហើយដែលសំខាន់នៅពេលនេះប្រយោលអាចនៅក្បែរសាំងវរួមទាំងអាចនិយាយពាក្យក្នុងចិត្តទៅកាន់គ្នាទៅវិញទៅមកប៉ុននេះក៏ធ្វើឲ្យប្រយោលនឹងមិនសោកស្ដាយដែរហើយសាច់រឿងរបស់យើងក៏ចប់តែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាអរមួយទៀតអ្នកទាំងអស់គ្នាមុននឹងបញ្ចប់សាច់រឿងមានចង់និយាយអំពីរឿងបំណុលបណ្ដាស្នេហ៍បន្តិចណាសម្រាប់សាច់រឿងដែលមានបញ្ហាហ្នឹងadminបានផុសទៅក្នុង Telegram វាក៏មានបញ្ហាមួយទៀតសម្រាប់អ្នកមើល admin ហ្នឹងអ្នកខ្លះគាត់អត់មាន Telegram ទេចឹងហើយ admin ណាក៏រៀងពិបាកដែរ admin ក៏មានវិធីសាស្ត្រចុងក្រោយមួយទៀតផងដែរមានបានផុសរឿងបំណុលបណ្ដាស្នេហ៍ភាគទី52ហ្នឹងនៅក្នុង
YouTube ប៉ុន្តែ admin ដាក់ private មានតែអ្នកដែល admin ផ្ញើ link ឲ្យទេទៅម្ដងគ្នាអាចចូលមើលបានចឹងបើសិនអ្នកដែលអត់ទាន់បានមើលឬមួយក៏ចង់មើលអាច comment ក្រោមវីដេអូហើយ admin ណានឹងតម្លាក់ link ឲ្យអ្នកគ្នាចូលមើលនេះគឺជាវិធីសាស្ត្រដែល admin ណាព្យាយាមឲ្យអ្នកគ្នាបានមើលគ្រប់ភាគដែល admin នឹងសម្រាយហើយចឹងសង្ឃឹមថាអ្នកគ្នាមានអារម្មណ៍ថាញ៉ៃញ៉ៃឬមួយក៏ admin ធ្វើឲ្យអ្នកគ្នាពិបាកអីទេណាចឹងពី admin ស្មៃ Manga មានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាយ